សម្រាប់បងប្អូនដែលគាត់សួរមកខ្ញុំថាតើក្នុងសភៅខ្ញុំមានសភៅអត់ខ្ញុំមកដល់ពេលនេះមិនមានផលិតសភៅជាផ្លូវការផ្ទាល់ទេគឺខ្ញុំតែងតែយកឯកសារដែលជាច្បាប់ដើមរបស់គ្រូរបស់ខ្ញុំក៏ដូចជាឯកសារដែលខ្ញុំបានទិញយកមកសិក្សាបន្ថែម10ឆ្នាំមុនយកវាមកសម្រាប់ធ្វើជាឯកសារបង្រៀនសិស្សហើយនឹងឯកសារដែលខ្ញុំបានស្រាវជ្រាវនៅលើអ៊ីនធឺណិតផ្សេងចឹងខ្ញុំបានសង្កេតឃើញមានសភៅមួយនេះទេដែលល្អប្រសើរជាងគេដែលអាចជួយជាគ្រឹះក្នុងការធ្វើឲ្យយើងចេះជួសជុលបានគ្រប់ផ្នែកតែម្ដងផ្នែកមិនថាផ្នែកកុំព្យូទ័រផ្នែកអីទេផ្នែកទូរទស្សន៍ផ្នែកបបផ្សារផ្នែកទូរកម្មទិន្នជាក់សិនបោកអីគឺគេហៅថាសភៅ Power Supply តែវាជាភាសាអង់គ្លេសឃើញបងប្អូនមួយចំនួនយកឯកសារហ្នឹងទៅបកប្រែតែគាត់អត់មានមូលដ្ឋានគ្រឹះក្នុងការជួសជុលទេតែគាត់យកទៅបកប្រែអញ្ចឹងការបញ្យល់គឺអត់ត្រូវតាមក្បួនខ្នាតឲ្យពេញលេញទេខ្ញុំមិននិយាយថាខុសទាំងអស់ទេប៉ុន្តែយកទៅជួសជុលមិនន័យថាគាត់អត់ចេះជួសជុលហើយព្យាយាមបញ្យល់ឲ្យគេចេះជួសជុលគឺមិនអាចទេណាពួកបងប្អូនខ្លះមិនទាន់ចេះវាស់ transistor អត់ទាន់ចេះវាស់ FET អត់ទាន់ចេះវាស់ IC IPM ឬក៏អត់ទាន់ចេះវាស់ IC អីផ្សេងផងតែបញ្យល់ឲ្យបងប្អូនចេះជួសជុលគឺវាអត់អាចទៅរួចទេអាចឲ្យដឹងខ្លះប៉ុន្តែមិនអាចចេះជួសជុលទេណាតែបងប្អូនអាចនឹងយកអ្វីដែលគាត់បញ្យល់ខ្លះទៅយើងយកទៅអាប់ដេតបន្ថែមទៀតក៏អាចបានជាប្រយោជន៍ដែរព្រោះវាសំខាន់បទពិសោធន៍គឺសំខាន់មេរៀនក៏សំខាន់បទពិសោធន៍ក៏សំខាន់មិនមែនមានតែឯកសារមេរៀនទៅបើកបរិញ្ញាជួសជុលទេព្រោះឯកសារយើងអាចទិញបានត្រឹមតែ100 200 300អីយើងទិញយកមកតែយើងអត់មានបទពិសោធន៍ហើយទៅបរិញ្ញាឲ្យជួសជុលគឺអត់កើតទេអញ្ចឹងបទពិសោធន៍វាសំខាន់ជាងអីទាំងអស់មុននឹងគេមានបទពិសោធន៍10 20ឆ្នាំមានតែគាត់បានឆ្លងកាត់ការជួសជុលព្រោះរៀបច្បងខ្លះគាត់ធ្វើ25ឆ្នាំ30ឆ្នាំហើយដូចខ្ញុំអីវាមិនជាច្រើនទេវាក៏អាច20ដែរទេ10ជាងឆ្នាំអញ្ចឹងក៏អាចថាល្មមក្នុងការបញ្យល់សិស្សផ្សេងអញ្ចឹងនេះឯកសារ Power Supply ខ្ញុំបានធ្វើជាលក្ខណៈបញ្យល់មេរៀនជាវីដេអូមេរៀនអញ្ចឹងបងប្អូនដែលចង់បានជាឯកសារនឹងសុទ្ធក៏បានចង់បានជាឯកសារមេរៀនជាវីដេអូមេរៀនបញ្យល់ក៏បានដែរបងប្អូនអាចទាក់ទងមកខ្ញុំនឹងផ្ដល់ជូនហើយនេះគឺជាឯកសារច្បាប់ដើមប៉ុន្តែវីដេអូមេរៀនខ្ញុំបញ្យល់វាជាង10មេរៀនមិនត្រឹមតែ10ទេវាលើសពី10ទៅទៀតបើសិនជាខ្ញុំសម្រាប់សិស្សខ្លះខ្ញុំផ្ដល់ជូនទាំងអស់តែម្ដងសម្រាប់សិស្សខ្លះខ្ញុំផ្ដល់តាមលក្ខខណ្ឌដែលគាត់បានស្នើវាច្រើនណាបងប្អូនអាចយកទៅរៀនបានហើយឆ្ងល់អីពីការជួសជុលអាចសួរខ្ញុំបានខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនដែលបកប្រែវាបើយើងអត់មានបទពិសោធន៍ទេយើងព្យាយាមធ្វើវាបានច្រើនសិនចាំបង្រៀនបើសិនយើងអត់ធ្លាប់ធ្វើសោះយើងធ្លាប់តែមើលឯកសារធ្លាប់តែមើលមេរៀនខ្ញុំហើយទៅបើកបរិញ្ញាវាប៉ះពាល់ដល់អ្នករៀនវាខ្ញុំមិនមែនជាអ្នកដែលគ្រូល្អខ្ចោះទេក៏ប៉ុន្តែខ្ញុំដឹងថាកន្លែងណាដែលអាចធ្វើឲ្យសិស្សខ្ញុំចេះបានកន្លែងណាដែលសិស្សរៀនលឿនបានហើយរបៀបណាដែលធ្វើសិស្សអត់ចេះនៅពេលដែលយើងអត់បានបង្រៀនគាត់គឺគាត់អត់ចេះហើយសិស្សអត់ចេះនៅពេលដែលគាត់ចង់ចេះតែគាត់អត់រៀនក៏អត់ចេះដែរអញ្ចឹងណាវាមានតតាវាផ្សេងគប់ផ្សំវាអញ្ចឹងណារៀនច្បងជាច្រើននៅក្នុងស្រុកយើងគឺគាត់ចេះពូកែជាងខ្ញុំច្រើនតែបងប្អូនមួយចំនួនក៏គាត់នៅសហផែនខ្ញុំបងប្អូនមួយចំនួនទៀតក៏គាត់នៅក្រោមខ្ញុំអញ្ចឹងសិស្សទាំងអស់គ្នាអាចរកគ្រូណាដែលយើងទុកចិត្តរៀនទៅហើយសង្កេតមើលពួកគាត់ទៅតើការបង្រៀនការបញ្យល់របស់គាត់ហ្នឹងហើយការដែលគាត់ធ្វើហ្នឹងគាត់មានបទពិសោធន៍ជួសជុលប្រហែលឆ្នាំហើយឬក៏គាត់មិនធ្លាប់មានបទពិសោធន៍ជួសជុលអីទេបាននិយាយទេតែអត់ធ្លាប់ជួសជុលអាហ្នឹងពេលបរិញ្ញាទៅវាពិបាករៀនបានបន្តិចខ្ញុំព្យាយាមរកគ្រូម្នាក់ពីរនាក់បន្ថែមទៀតទៅរកគ្រូដែលមានបទពិសោធន៍បងប្អូនខ្លះក៏អត់ចេះបរិញ្ញាទេណាប៉ុន្តែបទពិសោធន៍គាត់20-30ឆ្នាំក៏មានដែរពិសេសបងប្អូនជាងតាមតូបឬក៏តាមខេត្តមួយគាត់អត់បរិញ្ញាសោះទេប៉ុន្តែគាត់ធ្វើមិនតិចជាង10ឆ្នាំទេ20ឆ្នាំអញ្ចឹងបទពិសោធន៍គាត់ពេញខ្លួនហើយបើប្រៀបធៀបជាមួយនឹងអ្នកដែលមានតែឯកសារមេរៀនហើយតូបមេរៀនគឺខុសគ្នាឆ្ងាយដូចមានអីចឹងអរគុណអ្នកដែលបានស្ដាប់វីដេអូនេះគឺអាចចូលរៀនបានហើយសូមខ្ញុំរៀនទៅកន្លែងណាមួយបើសិនជាខ្វះខាត